ជួយជាមួយខ្ញុំបាទគង់រដ្ឋាភិបាលសវណ្ណមករានៅថ្ងៃទី26ត្រូវនៅថ្ងៃអាទិត្យជួយខ្ញុំបាទឌៀមជាយានជួបគ្នាថ្ងៃ26ថ្ងៃអាទិត្យសប្តាហ៍នេះបាទអរគុណច្រើនពុកម៉ែបងប្អូនកុំភ្លេចអញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកកនៅក្នុងថ្ងៃទី26ដែលយើងមានទីតាំងនៅក្នុងភូមិតាអីឃុំតាពេងធំស្រុកប្រាសាទបាគងខេត្តសៀមរាបយើងជួបគ្នានៅម៉ោង 7 កន្លះតទៅដែលយើងជួបកីឡាកររហូតដល់6គូនៅក្នុងនោះក៏យើងមានគូសងសឹកផងដែរបាទឥឡូវគ្រូនាំតលេងក្លឹបថ្មីក៏នាំតលេងក្លឹបបដាល់ថ្មីខ្ញុំជិះមកជាធំពេកជានោះថ្មីបានលឿនតោះឡើងបាទនេះកន្លែងខ្ញុំមានត្រូវឡើងហើយចេញនោះចេញចង់តើអីគេលកាកបុតហ៎លកាកបុតបាទបងប្អូនចេញតើយើងខ្ញុំសោះមកថ្លឹងគីឡូបាទនេះមកដល់ហើយនេះលោកគ្រូនេះយើងបាទជាសួរបងប្អូនអរគ្នាឥឡូវយើងមកដល់ក្លឹបបដាល់ដឹកដាលនេះរាជសីមាអង្គរគ្រូភូមិចែកគ្នាទីពីរអីគេភូមិរាជសីមាអង្គរគ្រូភូមិរាជសីមាគុណខ្មែរអូខ្លាំងមែនអង្គរគឺគុណខ្មែរអង្គរគឺគុណខ្មែរបងប្អូនវីដេអូនេះដាក់ទៅ Facebook TikTok YouTube ដាក់ YouTube ដែរបាទហើយមកមើលរិងគេអស់ណាបាទបងមើលកំដាមើលអស់គ្នាហ្មងហើយយើងវាយបែបម៉េចមកទឹកវាយពីរដងមកទឹកវាយពីរដងប៉ុន្តែក្នុងអាទិត្យនេះយើងវាយតែមកយប់ទេវាយតែម្ដងទេអានេះដូចថាយកបានលេងចល័តទេណាអូទីតាំងយើងនៅហ្នឹងទីតាំងនេះនៅណានៅភូមិតាអីឃុំតាពេងធំស្រុកប្រាសាទបាគងខេត្តសៀមរាបបងប្អូនបាទថាបងប្អូនមានចំណាប់អារម្មណ៍ហើយចង់មកចូលរួមទស្សនាមើលកីឡាបដាល់យើងខ្ញុំមកភូមិនេះបានហើយយើងលេងមកកន្លែងហ្នឹងនៅក្លឹបមានតារាងបាល់មានអីចឹងមានដបូលមានត្រឹមត្រូវទៅបីខែភ្លៀងយ៉ាងណាក៏បញ្ហាដែរភ្លៀងមិនក៏ដល់អត់បញ្ហាទេអញ្ចឹងបងប្អូនអាចមកចូលរួមទស្សនាបាទអញ្ចឹងហើយមានគូពិសេសកីឡាករយើងនៅក្នុងថ្ងៃទី26ហ្នឹងណាបាទយើងមានគូសំទឹកគូនោះដល់រៀនមានគុណខ្មែរគេសុំសងសឹកបានន័យថារាជសីមាអង្គរគុណខ្មែរសុំសងសឹករៀនមានគុណខ្មែរអញ្ចឹងកាក្រាតែជឿហ្នឹងណាហើយអ្វីដែលសំខាន់គឺយើងមានកីឡាករដែលធ្លាប់មានបទពិសោធន៍ឡើងនៅស្ថានីយ៍ទូទស្សន៍ឡើងមកប្រកួតគ្នាអូខេចឹងបងប្អូនកុំភ្លេចជួបគ្នានៅថ្ងៃទី26ពេលម៉ោង7 កន្លះ7 កន្លះឡើងទៅចាប់ពីម៉ោង7 កន្លះទៅណាបងប្អូនអាចមកចូលរួមបានឲ្យគាត់មើលទីតាំងយើងទៅមានអីដល់ដើរមើលបងប្អូននេះទីតាំងហើយវិញយើងហើយនឹងលោកគ្រូញ៉ាកដាលបងប្អូនភ្លេចមកបាត់មកយួនមើលខ្លះគ្រូញ៉ាកដាចាំតែទៅវិញគ្រូចាំតែទៅវិញលោកគ្រូសាន់លោកគ្រូកុងណារឺលោកគ្រូជាមជីងបាទនេះបងប្អូនភ្លេចមុខម្ដងនេះអ្នកស្ទឹងត្រែងណាបែបបាទដែរអ្នកស្ទឹងត្រែងនិកឯបាទអ្នកស្ទឹងត្រែងអ្នកកចេះនេះឥឡូវនេះមកដល់សៀមរាបវិញហើយបងប្អូនបាទកុំភ្លេចជួបគ្នាថ្ងៃទី26បាទយ៉ានេះទូចតរុទេណាបងប្អូនយ៉ាដាក់ទៀតហ៎បងកំពុងយកចំទីឃ្លៀបឲ្យយើងថ្ងៃនេះគេមកធ្វើអីគេថ្ងៃនេះយើងមករៀបចំសង្វៀនហើយយើងចាប់ទូខ្លាំងគីឡូសម្រាប់កីឡាករដែលយើងនឹងធ្វើការប្រកួតនៅក្នុងថ្ងៃទី26ហ្នឹងអូខេហើយវីដេអូមួយនេះដាក់ YouTube កុំភ្លេចជួយ Subscribe ផងតែ YouTube អត់ទៅបានបង្កើត Channel ទេបាទកុំភ្លេចពុកម៉ែបងប្អូនដែលជាអ្នកស្នេហានៃវិស័យកីឡាបដាល់គុណខ្មែរដែលដូចបានជម្រាបជូនពុកម៉ែបងប្អូនដូចជាពេកមុនអញ្ចឹងឥឡូវនេះគឺ admin បាទរបស់ខ្ញុំបាទផ្ទាល់ខ្លួនគេហៅថា admin personal ឥឡូវបានមកជួបគ្នាហើយអាណាបង្ហាញទីតាំងបង្ហាញសង្វៀនយើងនឹងត្រៀមរៀបចំជួបគ្នាជាមួយនឹងបដាល់គុណខ្មែរសាជាថ្មីនៅក្នុងថ្ងៃទី26បាទស្ថិតនៅក្នុងភូមិតាអីភូមិបាទតាពេងធំ
ស្រុកប្រាសាទបកងខេត្តសៀមរាបបាទនេះគឺជាគ្រូគឺជាកីឡាករដែលនឹងត្រៀមបាទក្លិនគីឡូហើយនឹងជួបគ្នានៅក្នុងថ្ងៃទី26នេះឯងបាទកុំភ្លេចអញ្ជើញចូលរួមបាទទស្សនាបានច្រើនកកជាមួយនឹងកីឡាករថ្នាក់គុណខ្មែរយើងហើយអ្វីដែលសំខាន់យើងមានកីឡាករដែលមានបទពិសោធន៍ក្នុងការប្រកួតបាទជាច្រើនប្រកួតមកហើយក៏យើងធ្លាប់មានកីឡាករដែលមានបទពិសោធន៍ទៅឡើងប្រកួតទៅលើគេហៅថាថ្នាក់បែបស្តង់ដារគុណភាពហើយនឹងទៅតាមឋាននេះប្រកួតផងដែរហើយអ្វីដែលសំខាន់នៅក្នុងរាត្រីយប់ថ្ងៃទី26នោះដែលយើងនឹងជួបជំនួបគូសងសឹកមួយគូសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាផងដែរអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូននឹងចូលរួមលើកស្ទួយបាទគ្រប់គ្រងនៃវិស័យកីឡាប្រដាល់គុណខ្មែរនេះឲ្យបានច្រើនកកនៅក្នុងថ្ងៃទី26រាត្រីម៉ោង7 កន្លះតទៅគេហៅឆ្នាំក្នុងក្នុងផ្ទះខ្ញុំមានកម្មវិធីប៉ុនជាមួយនឹងចុះអតិថិខ្ញុំនៅបានយូរខ្ញុំសុំតែមុនតែក្រែងកូនចៅបងប្អូនគេហៅរោព្រោះអីគឺកម្មវិធីនេះគឺកម្មវិធីរបស់ខ្ញុំតម្រងប៉ុន្តែខ្ញុំអត់បានហើយកម្មវិធីរបស់ខ្ញុំអត់មានហៅខ្ញុំផងគ្រូតើចុះបាទអូខេជួយជាមួយខ្ញុំបាទគង់រដ្ឋីសុវណ្ណមករានៅថ្ងៃទី26ត្រូវនៅថ្ងៃអាទិត្យជួបខ្ញុំបាទទៀមជាយានជួបគ្នាថ្ងៃ26ថ្ងៃទៀតសប្តាហ៍នេះបាទជំរាបសួរពុកម៉ែបងប្អូនអ៊ំពុំមិញដែលជាអ្នកស្នេហានៃវិស័យកីឡាប្រដាល់គុណខ្មែរបងប្អូនមានឃើញទេនៅខាងជើងដៃខ្ញុំនិងខាងស្ដាំដៃរបស់ខ្ញុំបាទដែលជាកីឡាករគូឯកនៅក្នុងរាត្រីយប់ថ្ងៃទី26បាទយើងនឹងចាប់ផ្ដើមធ្វើការប្រកួតចែកជូនពុកម៉ែបងប្អូនឥឡូវមុននឹងឈានចូលទៅដល់ការប្រកួតយើងនឹងឲ្យកីឡាករយើងបាទជួបគ្នាហើយនឹងសភាបាទតើការចំណាប់អារម្មណ៍និងការរវាងជួបគ្នាលើកទីប្រមាណយើងអត់ដឹងទេអញ្ចឹងសំខាន់យើងសភាសិនបាទបងប្អូនបាទតាមដៃនេះគឺបាទគេមានរហស្សនាមថាមនុស្សយន្តខៀតគង់រទ្ធីសុវណ្ណមករាបាទហើយស្ថិតិការប្រកួតរបស់គេក៏មិនណយដែររីឯខាងឆ្វេងដៃរបស់ខ្ញុំនេះក៏ស្ថិតិមិនណន់ដូចគ្នាឥឡូវនេះគេបានជួបគ្នាហើយតើយើងចង់ដឹងថាតើគេពីមុនមកធ្លាប់បានជួបគ្នាផ្ដោះផ្ដងកៃនឹងជង្គង់ដែរឬយ៉ាងណាបាទជម្រាបសួរបងប្អូនទាំងពីរបាទហើយចង់សួរចំណាប់អារម្មណ៍តិចថាទើបតែនឹងជួបគ្នាលើកទី1ឬក៏យើងធ្លាប់ជួបគ្នាពីមុនមកហើយជួបលើកទី1ទើបតែនឹងជួបគ្នាលើកទី1ទេបាទតើបងប្អូនទាំងពីរនឹងបដិញ្ញាចិត្តយ៉ាងណានៅក្នុងថ្ងៃទី26ដើម្បីទាញចំណាប់អារម្មណ៍ពុកម៉ែបងប្អូនកុំឲ្យខកក្នុងនឹងការគូប្រកួតជាមួយបងប្អូនដោយសារបងប្អូនទាំងពីរគឺជាគូឯកនៅក្នុងរាត្រីយប់ថ្ងៃទី26បាទចង់ឲ្យបងប្អូនទាំងពីរបដិញ្ញាចិត្តថាធ្វើយ៉ាងម៉េចដើម្បីឲ្យថាល្អមើលដឹងតែក្រៅតាមានអីនិយាយម្នាក់មួយម៉ាត់មកខ្ញុំបាទគង់រដ្ឋីសុវណ្ណមករានឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីពុកម៉ែបងប្អូនបានល្អមើលនិងត្រជាក់ភ្នែកផងដែរបាទអរគុណតោះបាទខ្ញុំបាទទៀមជាយានថ្ងៃទី26នឹងប្រកួតអស់ពីសមត្ថភាពនៅលើរិញជួបគ្នាថ្ងៃទី26ថ្ងៃអាទិត្យសប្តាហ៍នេះបាទពុកម៉ែបងប្អូនកីឡាករទាំងពីរនេះគឺបានបដិញ្ញាចិត្តហើយថានឹងធ្វើឲ្យគ្រប់ក្រើកនៅក្នុងរាត្រីយប់ថ្ងៃទី26តើចាំមើលគេមានបាទសាច់ស្នៀតអីខ្លះនឹងការដោះផ្ដងគ្នានៅក្នុងរាត្រីយប់ថ្ងៃទី6តើមើលយើងធ្វើហាក់បីដូចជាចង់ស៊ីសាច់ហត់ឈាមនេះតិចមើលបែរទៅខាងកាមេរ៉ាបាទប្រហាក់គ្នាបាទ MC ក៏ល្មមដូចគ្នាបាទនេះសុំរុំបាទឆ្អឹងឆ្អែងរបស់ពួកគេនេះគឺមិនធម្មតាស័ក្តិសមជាគូឯកតែម្ដងបាទយើងវិញស្ទើរអូខេតើអរគុណច្រើនពុកម៉ែបងប្អូនកុំភ្លេចអញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកកនៅក្នុងថ្ងៃទី26ដែលយើងមានទីតាំងនៅក្នុងភូមិតាអីបាទស្រុកអដៃណែតាពាំងធំស្រុកប្រាសាទឃុំតាពាំងធំស្រុកប្រាសាទបកងខេត្តសៀមរាបយើងជួបគ្នានៅម៉ោង7 កន្លះតទៅដែលយើងជួបកីឡាកររហូតដល់6គូនៅក្នុងនោះក៏យើងមានគូសងសឹកដែរកុំភ្លេចជួបគ្នាបានច្រើនកកYes! Yes! 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 Yes!
បាទលោកគ្រូបងប្អូននេះគឺជាអារម្មណ៍ពិតណានេះអត់មានសម្ដែងមិញវៃចេញអេ វានៅសល់ចង្ហាយសាស្ត្រក្លឹបរាជសេមាអង្គគ្រឹះគុណខ្មែរបងប្អូនបាទបើសិនជាបងប្អូនចង់ទៅទស្សនាអាចទៅទស្សនាបាននៅក្នុងរាត្រីថ្ងៃទី26បងប្អូនអេដមីនខ្ញុំចាប់អារម្មណ៍បន្តិចនៅក្នុងក្លឹបនេះយើងមានអាផ្លក់ចយទី2មែនទេបាទ ណាគេចុះ បាទយើងទៅមើលនៅមើលផ្ទាំងប៉ាណូយើងឃើញផ្លក់ចយកាន់10បាទ ណា មើលផ្លក់ចយមួយនៅក្លឹបលោកគ្រូអេវពូថងឥឡូវយើងមានផ្លក់ចយនៅរាជសីមាអង្គគ្រឹះគុណខ្មែរ អេណា កាន់10ពណ៌ខ្មៅ អូ បាទដូចផ្លក់ចយមើលនេះបងប្អូនឃើញផ្លក់ចយទី2បាទបាទហ្នឹងផ្លក់ចយទី2 អូស្តៀងគ្នា ស្តៀងគ្នា ដូចស្តៀងគ្នា ស្តៀងគ្នាផ្លក់ចយនេះបងផ្លក់ចយបងផ្លក់ចយនេះបងផ្លក់ចយអត់ទេសង្ហា អឺ ផ្លក់ចយមែនតែមែនទេ ខុសសក់ក្បាល ខាងនេះសង្ហាជាង បងប្អូនអើយពេលជួបគ្នាម្ដងចឹង បងមិនទេហើយ